ណនៃលោដាជាដំបូងគឺយើងចូលទៅក្នុង App Store យើងសិនដើម្បី download app ចឹងណាតែដោយសារ app ខ្ញុំមានស្រាប់ហើយអញ្ចឹងខ្ញុំធ្វើការចូលទៅក្នុង app ហ្មងតោះមកយើងយកកន្លែងខាងក្រោមពីខ្ញុំហើយខាងលើហ្នឹងគឺមាន2មានកន្លែងចូលហើយនឹងការចុះឈ្មោះចឹងណាបើសិនជាយើងមានគណនីយើងស្រាប់យើងអាចចុចចូល lock ចូលបានតែយើងអត់មានទេគឺយើងធ្វើការចុះឈ្មោះជាមុនសិនឲ្យទម្រង់ថ្មី app update ថ្មីអញ្ចឹងគឺយើងចូលតាមរយៈលេខទូរស័ព្ទយើងក្នុងការវាយលេខទូរស័ព្ទគឺបងបាច់បាយលេខ0ទេព្រោះដូចថាវាមានលេខ0ស្រាប់អញ្ចឹងណានេះខ្ញុំឧទាហរណ៍ដាក់លេខខ្ញុំអញ្ចឹងទៅហើយសំខាន់បំផុតកន្លែងអ្នកលក់ហ្នឹងគឺយើងត្រូវធ្វើការជ្រើសរើសយកឃ្លាំងថាខ្ញុំនៅខាងរតនគិរីអញ្ចឹងគឺយើងត្រូវទៅរកឃ្លាំងរតនគិរីអញ្ចឹងយើងអូសរៀងច្រើនតិចមកនេះយកខេត្តរតនគិរីដក20គឺជាលេខកូដសម្គាល់ឃ្លាំងដើម្បីពេលយើងដឹកអវ៉ាន់មកគឺមកដល់នឹងអញ្ចឹងណានេះយើងអាចផ្ទៀងផ្ទាត់កន្លែងនេះបានគឺយើងថិចយកហើយគឺវាជាប់អញ្ចឹងយើងធ្វើតាមរយៈលេខទូរស័ព្ទអញ្ចឹងគឺបងត្រូវការចុចទទួលលេខកូដផ្ទៀងផ្ទាត់គឺនៅពេលដែលយើងចុចលេខកូដផ្ទៀងផ្ទាត់ទទួលគឺវានឹងលោតទៅលេខទូរស័ព្ទដែលយើងបានភ្ជាប់អញ្ចឹងណាខ្ញុំសូមបញ្ជាក់តិចចំពោះលេខទូរស័ព្ទមួយគឺបង្កើតបានតែម្ដងទេបើមិនជាយើងធ្លាប់មានគណនីហើយបង្កើតទៀតអត់កើតទេដូចខ្ញុំឧទាហរណ៍នេះគឺលេខខ្ញុំមានហើយអីចឹងណាអញ្ចឹងខ្ញុំកាត់ដល់ការ lock ចូលគណនីខ្ញុំហ្មងពេលយើងចូលហើយយើងត្រូវទៅចងពាក្យសម្ងាត់អញ្ចឹងណានេះកន្លែង setting ហើយកំណត់សុវត្ថិភាពយើងចូលដាក់ដើម្បីងាយស្រួលនៅពេលដែលយើងទិញអីវ៉ាន់គឺត្រូវការបង់លុយវាយលេខកូដនឹងចូលហើយកន្លែងពាក្យសម្ងាត់ប្រតិបត្តិការហ្នឹងគឺយើងវាយនៅពេលដែលយើងបង់លុយទិញអីវ៉ាន់អីផ្សេងគឺយើងត្រូវទូទាត់អញ្ចឹងគឺយើងត្រូវវាយលេខកូដនឹងចូលអញ្ចឹងណាហើយលេខកូដហ្នឹងនៅពេលដែលយើង set ហើយគឺយើងអាច note ទុករក្សាទុកឲ្យបានត្រឹមត្រូវជៀសវាងភ្លេចព្រោះយើងត្រូវវាយក្នុងការប្រើប្រាស់បង់យើងយកកន្លែងការសម្រួលលេខកូដនេះទៅព្រោះដោយសារវាត្រូវ alert ផ្ទៀងផ្ទាត់ជាមួយនឹងលេខទូរស័ព្ទរបស់យើងក្នុងការដាក់ហ្នឹងបងត្រូវវាយទាំងលើទាំងក្រោមហ្នឹងគឺដូចគ្នាអញ្ចឹងណាហើយយើងវាយជាលេខសុទ្ធចំនួន6ខ្ទង់លេខប៉ុន្មានក៏បានដែរឲ្យតែយើងចាំងាយស្រួលវាយបន្ទាប់មកយើងចុចកន្លែងពាក្យប៉ុស្តិ៍ការឈូកទទួលកូដផ្ទៀងផ្ទាត់នេះពេលទទួលបានលេខកូដ6ខ្ទង់ alert ហើយយើងវាយលេខកូដនឹងចូលហើយយើងចុចដាក់ស្នើទៅគឺបានជោគជ័យហើយអញ្ចឹងណាអញ្ចឹងយើងចូលទៅដាក់លេខកូដពាក្យសម្ងាត់ lock ចូលមួយទៀតអញ្ចឹងទៅគឺយើងធ្វើដូចគ្នាយើងវាយលេខកូដថ្មីហ្នឹងគឺយើងវាយ2ដងដើម្បីផ្ទៀងផ្ទាត់ទាំងលើទាំងក្រោមហ្នឹងគឺត្រូវវាយដូចគ្នាហើយចុចផ្ទៀងផ្ទាត់ទទួលកូដតាមលេខទូរស័ព្ទដូចគ្នាដដែលហ្នឹងហើយដាក់ស្នើ